កម្មវិធីនេះឡើងសម្រាប់តែនារីនៅជាមន្ត្រីតាមការិយាល័យនៅវិទ្យាស្ថានជាតិអប់រំដើម្បីយើងបានយល់ដឹងអំពីសុខភាពផ្លូវចិត្តយើងតទៅនេះអរគុណច្រើនដែលបានចូលរួមហើយសូមជូនយោបល់ទៅលោកស្រីមីខានោះដើម្បីបានកម្មវិធីរបស់យើងជាបឋមសូមប្រពន្ធលោកប៉ៅសេរីប្រធានមហាវិទ្យាល័យឧស្សាហ៍សូមគោរពលោកស្រីនួនចន្ទទីគាត់ជាប្រធាននៃបារម្ភចិត្តជាហើយក៏ជាម្ចាស់គម្រោងនៃកម្មវិធីសុខភាពអប់រំផ្លូវចិត្តនេះខ្ញុំសូមបើកនៅកម្មវិធីនេះបន្តជាមួយនឹងតន្ត្រីហើយខ្ញុំនឹងធ្វើបទបង្ហាញតិចតួចចាប់អារម្មណ៍ជាមួយនឹងអារម្មណ៍បន្តមកយើងនឹងចាប់ផ្ដើមរៀននៅក្នុងកម្មវិធីចេញអារម្មណ៍តាមរយៈសិល្បៈជាងតែមុនយើងចូលទៅដល់វិធីបទយើងមកមើលថាតើអារម្មណ៍របស់យើងបែបណាដែរនៅពេលដែលយើងចាប់ដើមច្បាស់ជាមុនហើយមួយទៀតតាមរយៈការគូនោះក៏ជាការបញ្ចេញអារម្មណ៍មួយដែរក្នុងខ្ញុំអត់ដែរគិតតែថាមិនដឹងគឺមិនចាប់អារម្មណ៍តែហ្នឹងណាពេលដែលយើងគិតថាឲ្យគូអីមួយខ្ញុំមិនដឹងថាគូអីប៉ុន្តែនៅពេលដែលយើងចង់គូមួយយើងផ្ដោតអារម្មណ៍ទៅហ្នឹងវាធ្វើឲ្យយើងស្ងប់អារម្មណ៍ដែរអញ្ចឹងណាចាហើយគេទៅវិធីល្អទាំងអស់ថាមានវិធីខ្លះដែលខ្ញុំអត់គ្រប់វិជុំនៅក្នុងពេលនេះចាអរគុណច្រើនអរគុណច្រើនអ្នកគ្រូសម្រាប់ខ្ញុំវិញថ្ងៃហ្នឹងខ្ញុំបានដឹងថាការដកដង្ហើមធំវាមិនមែនជារឿងមិនល្អទេប៉ុន្តែគឺជារឿងមួយដែលល្អដែលយើងអាចបញ្ចេញនៅគឺថាអ្វីដែលនៅក្នុងខ្លួនរបស់យើងហ្នឹងចេញមកក្រៅបានហើយនិយាយទៅខ្ញុំដឹងច្រើនស្រីអ្នកគ្រូដទៃទៀតដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនគួរទេមែនទេដោយសារតែខ្ញុំគឺជាអ្នកជាសិល្បៈស្រាប់អញ្ចឹងទាំងច្រៀងទាំងរាំទាំងអីគឺខ្ញុំតែជំនាញในការដកដង្ហើមខ្ញុំដឹងមិនអស់ប៉ុន្តែគាត់ថាបើខ្ញុំផ្លែកមួយគឺខ្ញុំអត់ដឹងថាអាការរាំនេះវាជួយដល់សុខភាពចិត្តយើងខ្លាំងខ្លាយតើរាំឲ្យសុខអញ្ចឹងណាចាអញ្ចឹងអរគុណច្រើនមែនទេអញ្ចឹងខ្ញុំគិតថាកម្មវិធីនេះបើមានជារឿយគឺជាការមួយដែលបន្ធូរនៅអារម្មណ៍គ្នាយើងទី2ចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាចេះយល់គ្នាកាលណាតែយល់គ្នាគឺមានការអធិស្ឋានគ្នាអញ្ចឹងអាភាពសាមគ្គីនោះគឺវាទៅដល់រលូនអញ្ចឹងកម្មវិ